សង្ខេបដំណើរជីវិតរបស់លោកស្រីអាំងសានស៊ូជីលោកស្រីអាំងសានស៊ូជីកើតនៅថ្ងៃទី19ខែមិថុនាឆ្នាំ1945នៅទីក្រុងរ៉ុងកុនប្រទេសមីយ៉ាន់ម៉ាលោកស្រីបានត្រឡប់មកកាន់ប្រទេសភូមានៅក្នុងឆ្នាំ1988បន្ទាប់ពីបានរស់នៅនិងសិក្សាជាច្រើនឆ្នាំនៅបរទេសការត្រឡប់របស់មេបកប្រឆាំងរូបនេះគឺដើម្បីធ្វើការឃោសនានិងបង្កើតឲ្យមានការតវ៉ាប្រឆាំងចំពោះរបបផ្ដាច់ការរបស់ឧត្តមសេនីយ៍នេវិនក្នុងឆ្នាំ1989រដ្ឋាភិបាលដែលដឹកនាំដោយរបបយោធារបស់ឧត្តមសេនីយ៍នេវិនបានចាប់ខ្លួនលោកស្រីស៊ូជីឃុំខ្លួននៅក្នុងខេត្តឋានទោះបីជាលោកស្រីត្រូវបានឃុំឃាំងក្តីក៏លោកស្រីបានខិតខំជានិច្ចនៅក្នុងឆ្នាំ1991គណៈកម្មាធិការ Nobel បានប្រកល់ពានរង្វាន់ Nobel សន្តិភាពដល់រូបគាត់ក្នុងឆ្នាំ2010លោកស្រីត្រូវបានដោះលែងឲ្យមានសេរីភាពពេញលេញនិងបន្តជីវិតនយោបាយរហូតធ្វើឲ្យបករបស់លោកស្រីឈ្នះឆ្នោតនៅក្នុងឆ្នាំ2015ទោះមិនអាចកាន់តំណែងជាប្រធានាធិបតីស្រីក៏ពិតមែនតែលោកស្រីក៏ត្រូវបានគេឲ្យតម្លៃនិងគោរពដូចជាប្រមុខរដ្ឋផងដែរនៅក្នុងឆ្នាំ2017លោកស្រីត្រូវបានគេរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធនៅក្នុងរឿងធ្វើទុកបុកម្នេញទៅលើជនជាតិរ៉ូហិញយ៉ាដែលជាអ្នកកាន់សាសនាអ៊ីស្លាមរហូតដល់មានការទាមទារឲ្យដកពានរង្វាន់ Nobel សន្តិភាពពីលោកស្រីថែមទៀតផងនៅក្នុងខែវិច្ឆិកាឆ្នាំ2020គណៈបករបស់លោកស្រីបានឈ្នះឆ្នោតដោយទទួលបានលទ្ធផលដ៏ច្រើនលើសលប់ប៉ុន្តែលទ្ធផលនេះត្រូវក្រុមយោធាបដិសេធដោយចោទថាមានការលួចបន្លំមិនទាន់ទាំងបានប្រកាសចូលកាន់តំណែងផ្លូវការផងក្រុមយោធាភូមាបានឆ្មក់ចូលទៅចាប់លោកស្រីនិងមេដឹកនាំសំខាន់របស់បកកណ្ដាលអំណាចដែលហៅថារដ្ឋប្រហារយោធាហើយប្រកាសប្រទេសនៅក្នុងភាពអាសន្នរយៈពេល1ឆ្នាំចរណាបាតកម្មនិងកបកម្មរបស់ប្រជាជនបានចាប់ផ្ដើមឡើងដោយប្រឆាំងចំពោះរដ្ឋប្រហារនេះដោយបានបង្កឲ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់